ដើរផ្សារថ្ងៃនេះឃើញមានក្តាមស្រែល្អមែនតើក៏នឹកឃើញឆ្នៃមុខម្ហូបមួយគឺស្លម្ជូរខួរក្តាមហើយខ្ញុំទិញក្តាមចំនួន 3000 ហើយល្ហុងខ្ចី 2000 ជាមួយនឹងត្រី 5000 អញ្ចឹងអស់ 10000 រៀលហើយមុខម្ហូបនេះរៀងយូរបន្តិចដោយសារយើងចំណាយពេលក្នុងការបុកក្តាមនឹងឲ្យម៉ត់ក្តាមនឹងត្រូវយកមកបុកឲ្យម៉ត់ប៉ុន្តែខ្លាញ់ដែលជាប់ស្នូលក្តាមនឹងបងប្អូនដួសទុកមួយឡែកដែរទៅហើយបុកតែសាច់ក្តាមឬក៏ស្នូកណាដែលអត់សូវមានខ្លាញ់គឺយើងបុករហូតដល់តែម៉ត់បែបនេះបុករួចយកមកលាយទឹកបន្តិចទៅហើយយើងច្រោះយកតែទឹកក្តាមទេចំណែកអាកាសគឺបោះចោលពីក្មេងឆោតមែនតើគឺយកទឹកចាក់ចោលយកសបកក្តាមហ្នឹងទៅទុកវិញអញ្ចឹងបងប្អូនធ្វើបែបហ្នឹងមករហូតដល់តែអស់ជាតិសាច់ក្តាមទឹកទី1ហើយយើងអាចបន្ថែមមកទឹកទៀតប៉ុន្តែកុំរាវពេកបងប្អូនដាក់ទឹករៀងខាប់បន្តិចទៅបងប្អូនអាចបន្ថែមទឹកប៉ែកដើម្បីច្រោះយកតែជាតិសាច់ក្តាមហើយស្រង់រហូតដល់តែវាអស់រៀងអស់ជាតិសាច់ក្តាមបន្តិចទៅបងប្អូនចាក់កាកចោលចាអញ្ចឹងទឹកយើងទុកស្លនៅពេលចុងក្រោយដំបូងទីគឺដាំទឹកខ្ញុំមិនហ៊ានដាក់ច្រើនទេដោយសារយើងមានទឹកក្តាមស្រាប់ហើយបងប្អូនបង់គល់ស្លឹករៃម្ទេសមើមខ្ទឹមទៅដូចតែយើងស្លម្ជូររាល់ដងហើយខ្ញុំបន្ថែមម្ជូរកសាំងជាមួយប្រហុកចាភ្លក់រសជាតិដែលបងប្អូនចូលចិត្តមានប៊ីចេងអីប៉ុន្តែម្ហូបនេះសម្រាប់ខ្ញុំអត់ប្រើស្ករទេខ្ញុំប្រើតែទឹកត្រីអញ្ចឹងយើងបង់រសជាតិល្មមបានហើយពេលដែលយើងភ្លក់ឆ្ងាញ់យើងចាប់ផ្ដើមដាក់ល្ហុងចូលទុកឲ្យល្ហុងហ្នឹងមាស់ពុះបន្ទាប់មកចាំចាក់ទឹកក្តាមដែលយើងបានច្រោះទុកហ្នឹងហើយបន្ថែមជាមួយនឹងក្តាមដែលស្រស់ខ្ញុំទុក 4-5 ដាក់លម្អនៅក្នុងទឹកស្លហ្នឹងដែរហើយនឹងខ្លាញ់ដែលបានដួសទុកហ្នឹងគឺដាក់ចូលជាមួយគ្នាដាក់គ្រឿងខាងលើចូលតែមកពុះគឺបានហើយបន្ទាប់មកដាក់ម្អមនិងម្ទេសចូលជាការស្រេច